ភាកឧត្តរនិយមរៀបត្រែថ្ងៃទី2និងថ្ងៃស្អែកទី3ឧសភាឆ្នាំ2023តំបន់ខាងលិចបាក់បូពពកចរន្តមានភ្លៀងតិចដោយកន្លែងព្រឹកព្រលឹមចុះអាប់ព្រឹកយប់និងព្រឹកមានភ្លៀងល្មមភ្លៀងធំក្នុងចំណុកខ្យល់គប្បីបង្ការមានខ្យល់គួចភ្លៀងទឹកកកខ្យល់ចុះខ្លាំងសេតុណ្ហភាពពី24ដល់31អង្សាតំបន់ខាងកើតបាក់បូពពកចរន្តមានភ្លៀងតិចដោយកន្លែងថ្ងៃត្រង់និងរសៀលក្តៅដោយអន្លើខ្យល់បាក់ពីទិសខាងកើតដល់ទិសអាគ្នេយ៍កម្រិត2កម្រិត3នៅតំបន់ភ្នំខាងជើងប្រែមកបាក់ពីទិសឦសានកម្រិត3ក្នុងចំណុកខ្យល់គប្បីបង្ការមានខ្យល់គួចភ្លៀងទឹកកកខ្យល់ចុះខ្លាំងសេតុណ្ហភាពពី24ដល់28អង្សាបណ្ដាខេត្តពីឋានហ្វាដល់ធឿធានវេពពកចរន្តមានភ្លៀងតិចនៅកន្លែងមួយចំនួននៅតំបន់ខាងជើងភ្លៀងធំខ្យល់បាក់ពីទិសខាងកើតដល់ទិសអាគ្នេយ៍កម្រិត2កម្រិត3សេតុណ្ហភាពពី24ដល់32អង្សាបណ្ដាខេត្តពីដាណឹងដល់បន្ទឹងពពកចរន្តមានភ្លៀងតិចដោយកន្លែងខ្យល់បាក់ពីទិសឦសានដល់ទិសខាងកើតកម្រិត2កម្រិត3ក្នុងចំណុកខ្យល់គប្បីបង្ការមានខ្យល់គួចភ្លៀងទឹកកកនិងខ្យល់ឆក់សេតុណ្ហភាពពី25ដល់31អង្សាតៃងវិញពពកចរន្តថ្ងៃក្តៅពេលព្រលប់មានភ្លៀងតិចនៅកន្លែងមួយចំនួនខ្យល់បាក់ពីទិសឦសានដល់ទិសខាងកើតកម្រិត2កម្រិត3ក្នុងចំណុកខ្យល់គប្បីបង្ការមានខ្យល់ចុះខ្លាំងនិងខ្យល់គួចសេតុណ្ហភាពពី21ដល់34អង្សាបណ្ដាខេត្តណាំបូពពកចរន្តថ្ងៃក្តៅពេលព្រលប់យប់មានភ្លៀងតិចខ្យល់បាក់ពីទិសឦសានដល់ទិសខាងកើតកម្រិត2កម្រិត3ក្នុងចំណុកខ្យល់គប្បីបង្ការមានខ្យល់គួចភ្លៀងទឹកកកខ្យល់ចុះខ្លាំងសេតុណ្ហភាពពី26ដល់34អង្សាតំបន់ហាណូយពពកចរន្តគ្មានភ្លៀងថ្ងៃត្រង់និងរសៀលក្តៅដោយអន្លើខ្យល់បាក់ពីទិសខាងកើតដល់ទិសអាគ្នេយ៍កម្រិត2កម្រិត3ក្នុងចំណុកខ្យល់គប្បីបង្ការមានខ្យល់គួចភ្លៀងទឹកកកខ្យល់ចុះខ្លាំងសេតុណ្ហភាពពី26ដល់34អង្សាកម្មវិធីព្រឹកស្អែកថ្ងៃពុធទី3ឧសភាឆ្នាំ2023ត្រូវនៅថ្ងៃ14កើតខែពិសាខឆ្នាំថោះបច្ចុប្បន្នរួមមានម៉ោង 5:31 នាទីវប្បធម៌អប់រំបន្តនិងពង្រីកសិល្បៈមហាជនតំបន់ភ្នំ7ខេត្តអាំងយ៉ាងម៉ោង 5:50 នាទីភាពយន្តប្រទេសក្រៅរឿងប្រវត្តិឆ្នាំទាំង12ម៉ោង 6:45 នាទីព្រឹត្តិការណ៍ចាសមុទ្រភូមិស្រុកភាគទី1ម៉ោង 7 នាទីគោលនយោបាយនិងជីវភាពត្រាវិញលើកកម្ពស់លក្ខណៈវិនិច្ឆ័យកសាងជនបទថ្មីសូមអញ្ជើញទស្សនិកជនរងចាំទស្សនា